ពោតទៅក៏ខ្ញុំថាអូខេចឹងទៅតែខ្ញុំមិនទាន់ចង់ការអីចឹងណាយើងចេះកិច្ចអ្នកស្រីនួនមយុរមគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះរាប់សិបម៉ឺននាក់នៃអាពាហ៍ពិពាហ៍ចាប់បង្ខំនៅក្នុងរបបខ្មែរក្រហមជាកូនកំមុំនៅពេលនោះអ្នកស្រីនួនមយុរមមានអាយុមិនទាន់ដល់18ឆ្នាំស្រួលបួលផងទេចំណែកកូនកំលោះនោះអាយុ19ឆ្នាំឈ្មោះប្លុងលឹបហើយបច្ចុប្បន្ននេះអ្នកស្រីនួនមយុរមរស់នៅសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Massachusetts ពេលបងរៀបការជាមួយគាត់ដោយអង្គការខ្មែរក្រហមរៀបចំឲ្យបងហ្នឹងអញគាត់ដែរទេគាត់ខ្ញុំមកទៅไปអង្គការរៀបមែនក៏ប៉ុន្តែម្ដាយគិតមកសួរម៉ៃខ្ញុំតាំងពីខ្ញុំមកដល់ចេញពីលន់នល់ចលះមកណាចាហើយទៅខ្ញុំមានអីខ្ញុំពេញចិត្តគិតដែរតើគិតក៏ពេញចិត្តខ្ញុំអីគិតមិនអត់ដែរណាបើយើងមើលណាតែប៉ុន្តែខ្ញុំបើកែកមួយអង្គការព្រោះខ្ញុំអត់ចង់ការអញ្ចឹងណាខ្ញុំអត់ចង់ការខ្ញុំថាអញ្ចឹងណាខ្ញុំប្រាប់បងឯងថាអូខ្ញុំអត់អង្គការថានេះឯងមានឯងការគាត់ខ្ញុំថាខ្ញុំមិនទាន់ចង់ការអីប្រការនៅអីលើតំណុកលើអីខ្ញុំមិនចង់ការអញ្ចឹងណាហើយទៅថានៅឯងប្រការអញ្ចឹងអត់មាននៅចាំបានទៀតទេអញ្ចឹងណាអូនណាហើយទៅការទៅមានអីចិត្តបានតែនៅចុងខែមេសាអាពាហ៍ពិពាហ៍ក្រោមការបង្ខិតបង្ខំក្នុងរបបខ្មែរក្រហមបានចាប់ផ្ដើមខ្លាំងឡើងនៅចុងឆ្នាំ1977គឺក្រោយពេលការស្លាប់រង្គាលនៃប្រជាជនកម្ពុជានិងស្របពេលដែលរបបខ្មែរក្រហមចាប់ផ្ដើមមានចំនួនប្រដាប់អាវុធជាមួយកងទ័ពវៀតណាមនៅតាមព្រំដែនមេភូមិមេឃុំតំណាងឲ្យអង្គការបដិវត្តខ្មែរក្រហមគឺជាអ្នករៀបចំជាមេបាពិធីមង្គលការបែបសាសនានិងការគោរពសុំពរជ័យពីឪពុកម្ដាយត្រូវបានខ្មែរក្រហមលុបបំបាត់ចោលជំនួសមកវិញនៅពីអគុណអង្គការនិងការបដិញ្ញាគោរពមាគ៌ាបដិវត្តឥតងាករេរបស់កូនកំលោះក្រមុំដោយប្តីប្រពន្ធជាច្រើនទៀតនៅទូទាំងប្រទេសដែរខ្មែរក្រហមបានបំបែកប្តីរបស់អ្នកស្រីនួនមយុរមក្រោយពីបានរៀបការបាន3ថ្ងៃដល់ពេលទៅក៏ការទៅប្រហែល5គូតែប៉ុន្តែគេកាប់ជ្រូកកាប់អីឲ្យយើងដែរណាចាហើយការទៅខ្ញុំក៏នៅមួយគ្រួសារខ្ញុំហើយបាន3ថ្ងៃ4ថ្ងៃហ្នឹងយើងធ្វើខ្ទមនៅផ្សេងអញ្ចឹងទៅ3 4ថ្ងៃហ្នឹងអង្គការហ្នឹងឲ្យប្តីខ្ញុំមកធ្វើជីនៅខាងស៊ីសផុនចាធ្វើជីខាងស៊ីសផុនទៅខ្ញុំក៏នៅទៅ it's okay ទៅបានប្រហែលជា2 3ថ្ងៃទៅប្តីខ្ញុំហ្នឹងគាត់ស្នើអង្គការធំហ្នឹងឲ្យយកខ្ញុំទៅជាមួយព្រោះគាត់ថាគាត់ការឲ្យមិនក៏ឲ្យគាត់បែកគ្នាអញ្ចឹងខ្ញុំនឹកឃើញដល់កន្លែងដែលនៅឡៃហ៊ុនសែនការប្រព័ន្ធហ្នឹងបំបែកគ្នាណាខ្ញុំមើលរឿងហ្នឹងខ្ញុំក៏នឹកឃើញខ្លួនខ្ញុំដែរអញ្ចឹងណានឹកឃើញតែឲ្យគាត់ហ្នឹងមកតាមខ្ញុំទៅខ្ញុំក៏ជិះរទេះសេះតែអញ្ចឹងអង្គការក៏ឲ្យខ្ញុំទៅនៅជាមួយគាត់អញ្ចឹងណាអូនណាយ៉ាទៅនៅស៊ីសុផុននឹងបាន2 3ខែទៅបានគាត់សុំនៅស្រុកវិញខ្មែរក្រហមតែងតែឃោសនាលើកទឹកចិត្តនិងបង្ខំប្រជាជនឲ្យហ៊ានលះបង់ខ្ពស់ដើម្បីធ្វើបដិវត្តសង្គមនិយមឆ្ពោះទៅបង្កើតសង្គមមួយដែលស្អាតស្អំរស់នៅសមាភិបគ្នានិងគ្មានបពុនិយមប៉ុន្តែខ្មែរក្រហមប្រាប់ថាដើម្បីបង្កើតសង្គមមួយបែបនេះបានប្រជាជននិងកម្មាភិបាលទាំងអស់ត្រូវកាត់ផ្តាច់មនោសញ្ចេតនាជាមួយសាច់ញាតិនិងប្រពន្ធកូនខ្លួនដើម្បីបុព្វហេតុកសាងបដិវត្តសង្គមនិយមដ៏មហិមានេះឡើងជាងកន្លះខែក៏គាត់មិនទៅធ្វើការវិញគេអត់គេយកគាត់ទៅកសាងតើគេថាមិនក៏មានឯងនៅធ្វើអីប្រពន្ធមានឯងកើតរួចហើយមិនក៏មានឯងទៅមិនទៅធ្វើការគាត់ថាប្រពន្ធកើតមានក៏ប៉ុន្តែសរសៃខ្ចីមានណាស់500ហើយគាត់នៅសិនណាយ៉ាងហើយគាត់នៅបានប្រហែលនៅផែនបាន10ថ្ងៃអដែលបានគាត់ចេញទៅធ្វើការអីគេហៅគាត់ទៅកសាងណាចានៅក្នុងរបបខ្មែរក្រហមនៅពេលអង្គការសម្រាប់យកនរណាម្នាក់ទៅកសាងហើយគឺស្មើនឹងយកទៅអប់រំបំពាក់បំពន់ស្មារតីបដិវត្តឡើងវិញដាក់ការងារធ្ងន់ឲ្យធ្វើដើម្បីលុតដំស្មារតីឬឃុំខ្លួនហើយបើករណីធ្ងន់ធ្ងរគឺយកទៅសម្លាប់ចោលតែម្ដងដឹងក្តីនៅសហរដ្ឋអាមេរិកលោកប្លុងតូឡាគឺជាកូនប្រុសច្បងរបស់អ្នកស្រីនួនមយុរមនិងលោកប្លុងលឹបលោកតែងឮចាស់ទុំនិងឪពុកម្ដាយរំលឹករឿងរ៉ាវនិងសោកនាដកម្មនៅក្នុងរបបខ្មែរក្រហម
ដែលធ្វើឲ្យលោកចាប់អារម្មណ៍និងចង់ដឹងស៊ីជម្រៅ បាទក៏និយាយច្រើននិយាយពីមានមហូបញ៉ាំធ្វើការងាររាល់ថ្ងៃរាល់យប់ហើយពេលហ្នឹងនិយាយពីឃើញថាមានសង្គ្រាមឃើញមនុស្សងាប់ច្រើន អ្នកស្រាវជ្រាវស្ដីពីអាពាហ៍ពិពាហ៍ក្រមរបបខ្មែរក្រហមអ្នកស្រី Teresa Delenkis និយាយថាមង្គលការចាប់បង្ខំក្នុងរបបខ្មែរក្រហម With the Khmer Rouge, it's a completely different scenario. One, it's strangers picking strangers in the marriage. Two, the parents are not even asked. So especially for the women that I spoke to, one of their greatest concerns at the moment was my parents are going to be very angry. I'm disobeying them by accepting this marriage because they haven't even been consulted. And third, these marriages, there is evidence that you could say no, you could refuse. Many people refused. I think 70% of the people we spoke to refused at least once. But in the end, 97% of them were all married because if you continue to refuse, you would be re-educated, you would be physically harmed. In one case, a woman was kept as a sexual slave by the cadre leader to punish her for not accepting the husband that she had been assigned. So there was no choice or no way to say no in this case. And there was no benefit to the family or to the individual. បើទោះជាត្រូវបានរៀបការក្រុមកលៈទេសៈគៀបសង្កត់ក៏ដោយក៏មានគូស្វាមីភរិយាភាគច្រើននៅបន្តរួមរស់ជាមួយគ្នាក្រោយរបបខ្មែរក្រហមសិភៅស្រាវជ្រាវស្ដីពីអាពាហ៍ពិពាហ៍ក្រមរបបខ្មែរក្រហមដែលមានចំណងជើងថា Like Ghost Changes Body បោះពុម្ពឆ្នាំ 2014 បង្ហាញថា 53% នៃអ្នករៀបការក្នុងសម័យខ្មែរក្រហមនៅបន្តរស់នៅកើតកូនចៅជាមួយគ្នាក្រោយរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ 1979 ប្តីប្រពន្ធមួយគូក្នុងចំណោម 53% នោះគឺអ្នកស្រីនួនម៉ាយូរ៉ុមនិងប្តីរបស់អ្នកស្រីលោកផ្លុងលឹបទោះជាយ៉ាងណាប្តីរបស់អ្នកស្រីបានទទួលមរណភាពនៅសហរដ្ឋអាមេរិកនៅខែសីហាឆ្នាំ 2010 ដោយរោគគាពីបើនិយាយតាមត្រង់គិតស្រឡាញ់ខ្ញុំតាំងពីដើមគិតឃើញខ្ញុំក៏ស្រឡាញ់ខ្ញុំអ្នកណាសួយក៏ថាកុំសួរម្នាក់ហ្នឹងគិតតែដឹងរួចហើយគិតអស់វាការពារអញ្ចឹងគិតថ្ងៃនេះគេវាសុបាយហ្នឹងព្រោះគិតខ្លាចតែខ្ញុំមិនយកគាត់ហ្នឹងតែប៉ុណ្្នឹងឯងហើយបងក៏ពេញចិត្តគាត់រហូតមកតចាខ្ញុំណាសប្ងាយយ៉ាងរហូតហ្នឹងមិនមែនតែមួយណាមួយហ្នឹងអូនរហូតហ្នឹងកូនពីរហ្នឹងហូតដល់ពេលកាត់ចែកឋាន During one of the most tragic and catastrophic periods in នៅខែធ្នូឆ្នាំ 2022 តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជាបានចេញសេចក្តីសម្រេចថាការរៀបការដោយបង្ខំនៅទូទាំងប្រទេសក្រោមរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតុលាការបានកាត់ទោសអតីតប្រធានគណៈប្រធានរដ្ឋលោកខៀវសំផននិងប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យលោកនួនជាឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងឱកាសចុងក្រោយថ្លែងទៅកាន់តុលាការខ្មែរក្រហមលោកខៀវសំផនសម្ដែងការសោកស្ដាយចំពោះទុក្ខវេទនានិងការស្លាប់របស់ពលរដ្ឋខ្មែរប៉ុន្តែអះអាងថាលោកមានតែតំណែងកំពូលបែបនិមិត្តរូបមិនមានអំណាចទេនៅពេលនោះលោកចាត់ទុកសារដីការបស់តុលាការដែលកាត់ទោសសរុបឲ្យលោកជាប់ពន្ធនាគារអស់2ជីវិតនោះគ្រាន់តែជានិមិត្តរូបនិងលំអៀងប្រឆាំងលើរូបលោកតែប៉ុណ្ណោះខ្ញុំម្នាក់ឯងចំពោះមុខអស់លោកត្រូវបានគេកាត់ទោសជានិមិត្តរូបជាជាងតាមអង្គើប្រព្រឹត្តជាក់ស្ដែងរបស់ខ្ញុំក្នុងឋានៈជាបុគ្គលនោះទេពិធីមង្គលការក្រមរបបកុម្មុយនីសខ្មែរក្រហមដែលខុសប្លែកគ្នាទៀតពីពិធីមង្គលការក្នុងសម័យមុននោះគឺការរៀបការច្រើនគូក្នុងពេលតែមួយ
គ្មានពិធីសាសនានិងមិនចាំបាច់មានវត្តមានឪពុកម្ដាយចូលរួមដែលនេះជាការប្រមាថមួយដ៏ធ្ងន់ចំពោះតម្លៃសង្គមគ្រួសារនិងតម្លៃវប្បធម៌ខ្មែរដែលមានយូរលង់មកហើយនៅថ្ងៃគេរៀបចំមង្គលការឲ្យបងនោះបងតាមមានប្រមាណគូដែរនៅពេលនោះ5អូន5គូចាហើយបងនៅចាំនេះតើមានសកម្មភាពឬក៏មានការជូនពរពីអង្គការអីយ៉ាងម៉េចដែរពេលនោះបងខ្ញុំដូចបញ្ចាំក៏ប៉ុន្តែយ៉ាអង្គការគេឲ្យយើងបដិញ្ញាឡើងពីអ្នកប្តីប្រពន្ធបដិញ្ញាអញ្ចឹងណាយើងបដិញ្ញារស់នៅជាមួយគ្នាអីចឹងណាអូនណាយ៉ាចាប់ដៃគ្នាអញ្ចឹងណា Laura McGrew's research she extrapolates from her research in a village and then says well if it's this rate in this village what if it were a national policy then we could extrapolate to say that it was somewhere near 250,000 but certainly it was very widespread and many people were victims to this crime អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលមានកិច្ចសហការជាមួយអង្គការសហប្រជាជាតិបកស្រាយថាអាពាហ៍ពិពាហ៍បង្ខិតបង្ខំក្រុមរបបខ្មែរក្រហមគឺជាទម្រង់នៃការរំលោភផ្លូវភេទដែលជនរងគ្រោះមានទាំងស្ត្រីនិងបុរសតុលាការបញ្ជាក់ថាអាពាហ៍ពិពាហ៍បង្ខិតបង្ខំក្រុមរបបខ្មែរក្រហមគឺជាការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះជាអំពើអមនុស្សធម៌ដែលបង្ករបួសស្នាមនឹងការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្តរបស់ជនរងគ្រោះមិនដែលមានពីមុនមកលើឆាកតុលាការអន្តរជាតិតុលាការកូនកាត់មួយនេះបានកំណត់ថាអាពាហ៍ពិពាហ៍បង្ខិតបង្ខំក្រុមរបបខ្មែរក្រហមគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិខ្ញុំជីវិតាអាស៊ីសេរី